កិច្ចប្រជុំសាមញ្ញលើកទី23ឆ្នាំទី2អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2026អាយដាមម៉ែនវិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី23ឆ្នាំទី2អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តនឹងមានការអញ្ជើញចូលរួមពីអាយដាមពេញពោសាអភិបាលនៃគណៈអភិបាលខេត្តព្រមទាំងលោកស្រីអភិបាលរងនៃគណៈអភិបាលខេត្តលោកស្រីប្រធានមន្ត្រីអង្គភាពពាក់ព័ន្ធជុំវិញខេត្តនិងទីចាត់ការទាំង5របស់សាលាខេត្តនៅសាលប្រជុំនិន្ទាអគារខសាលាខេត្តស្វាយរៀងរបៀបវិរៈនៃកិច្ចប្រជុំមានដូចខាងក្រោម1ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី22 2ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមេសានិងទិសដៅបន្តខែឧសភាឆ្នាំ2026របស់រដ្ឋបាលខេត្ត3អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលជូនមន្ត្រីរាជការសាលាខេត្តប្រចាំខែមេសាឆ្នាំ2026 4ស្ដាប់របាយការណ៍ប្រចាំខែមេសានិងទិសដៅការងារបន្តខែឧសភាឆ្នាំ2026របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនៃរដ្ឋបាលខេត្ត5ស្ដាប់របាយការណ៍ប្រចាំខែមេសានិងទិសដៅការងារបន្តខែឧសភាឆ្នាំ2026របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត6សេចក្តីផ្សេង